លោកតាកំពុងដុតស្រូវហើយណាជាបឋមនាងខ្ញុំសូមគោរពគណៈថាបតីលោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្សានុសិស្សជាទីគោរពរាប់អាននាងខ្ញុំមានឈ្មោះសារិតសុកលីតារៀននៅថ្នាក់ទី5កូននៃសាលាអន្តរជាតិអេលេហ្គែនថ្ងៃនេះនាងខ្ញុំមានអត្ថបទមួយដែលមានចំណងជើងថារឿងជីតាថាដូសូមអង្គពិធីទាំងមូលចូលរួមសន្តិដ្ឋដូចតទៅរឿងជីតាថាដូនិងជីតារស់នៅចង្កេះភ្នំមួយនៃប្រទេសជប៉ុននៅជុំវិញផ្ទះតាមល្បាក់ភ្នំមានស្រែរបស់អ្នកស្រុកជាច្រើនរសៀលថ្ងៃមួយមានហេតុការណ៍មួយកើតឡើងគួរឲ្យតក់ស្លុតដំបូងគេឃើញជីតាថាដូឈរសម្លឹងទៅសមុទ្រហើយស្រាប់តែមានទឹកមុខស្លេកស្លាំងភ្លាមនោះគាត់ស្រែកយ៉ាងភ្លាត់សំឡេងទៅកាន់ថាដូចៅឯងរត់ទៅឲ្យលឿនទៅយកមែកឈើដែលកំពុងឆេះនោះមកឲ្យតាឆាប់ឡើងលើដូច្នេះថាដូក៏ប្រញាប់ប្រញាល់រត់ទៅសម្ដៅភ្នក់ភ្លើងហើយចាប់កន្ទុយអូសដែលកំពុងឆេះក្រហមច្រាលមកឲ្យជីតាភ្លាមនោះគាត់បានដុតស្រូវក្នុងស្រែឆេះយ៉ាងសន្ធោសន្ធៅថាដូឆ្ងល់ក៏សួរនឹងទំនោររបស់ជីតាយ៉ាងខ្លាំងវាយំនឹងសួរបញ្ជាក់លោកតាកំពុងដុតស្រូវហើយណាលោកតាគ្រាន់តែងក់ក្បាលតែគាត់មិនបានចាប់អារម្មណ៍នឹងសម្ដីថាដូឡើយគាត់ថែមទាំងប្រើថាដូឲ្យដុតស្រូវបន្ថែមទៀតគ្រានោះវាស្រែកដែលកំពុងមានស្រូវពណ៌ក្រហមដោយកម្រាលព្រំប្រែជាមានពណ៌ខ្មៅគ្រប់ដណ្ដប់ដែលផ្សែងខ្មៅខ្មៅខ្មាញ់អណ្ដែតទៅលើអាកាសទិដ្ឋភាពនេះធ្វើឲ្យអ្នកភូមិនាំគ្នារត់ឡើងមកលើភ្នំដើម្បីពន្លត់ភ្លើងគ្រាន់តែឡើងមកដល់ស្រែភ្លាមបុរសម្នាក់ដែលបានសួរទាំងកំហឹងទៅកាន់លោកតារបស់ថាដូហេតុអ្វីបានជាមានរឿងនេះកើតឡើងប្រាប់មកលោកតាបានឆ្លើយខ្ញុំជាអ្នកដុតបុរសនោះសួរបន្តហេតុអ្វីលោកតាបានចង្អុលទៅសមុទ្រអ្នកស្រុកមើលតាមដៃគាត់ឃើញរលកដ៏ធំសម្បើមួយកំពុងបោះពួយយ៉ាងលឿនស្លាវសម្ដៅមករកអ្នកភូមិស្រុកពួកគេឈរត្រង់គ្មានកម្រើកឬនិយាយស្ដីអ្វីឡើយទឹកបានរត់រំលងភូមិនោះបោកជាប់ចង្កេះភ្នំលាន់យ៉ាងខ្លាំងប្រជាជនមានទឹកមុខយ៉ាងតក់ស្លុតនិងព្រួយកង្វល់ព្រោះឃើញភូមិរបស់ខ្លួនទាំងមូលនៅក្រោមផ្ទៃទឹកទីបំផុតពួកគេយកពីមូលហេតុដែលនាំឲ្យលោកតាសម្រេចចិត្តដុតស្រូវ